ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាបងប្អូនណាស់ខ្លះដែលចូលចិត្តញ៉ាំស្ងោរជ្រក់សាច់មាន់អញ្ចឹងជាទូទៅបងប្អូនឲ្យតែញ៉ាំស្ងោរជ្រក់សាច់មាន់មិនថាតែទិញគេទេគឺគេអត់ដាក់បន្លែទេហើយចង់ញ៉ាំបន្លែអញ្ចឹងបងប្អូនថ្ងៃនេះចូលមកអត់ខកបំណងទេតើបងប្អូនកុំឲ្យខាត់ពេកយូរយើងទៅធ្វើទាំងអស់គ្នាមុននឹងធ្វើគឺយើងមកមើលគ្រឿងផ្សំសិននាងខ្ញុំមានស្លឹកក្រូចមានជីវ៉ាន់ស៊ុយមានគល់ស្លឹកគ្រៃមានរំដេងមានក្រូចឆ្មាមានជីក្រហមមានស្លឹកខ្ទឹមហើយចំពោះបន្លែនាងខ្ញុំដាក់ការ៉ុតហើយនឹងផ្សិតចំបើងហើយនាងខ្ញុំក៏មានសាច់មាន់ផងដែរបងប្អូនទាំងអស់គ្នាបើថាយើងស្ងោរសាច់មាន់មានសាច់មាន់មិនកើតហើយនាងខ្ញុំក៏បានយកបន្លែមកលាងមកចំពោះផ្សិតគឺយើងចាត់ឲ្យស្អាតហើយលាងឲ្យច្រើនទឹកមកបងប្អូនទាំងអស់គ្នាព្រោះថាជាប់ដីលាង10-20ទឹកមកបងប្អូនទាំងអស់គ្នាឥឡូវនេះឃើញថាទឹករបស់យើងពុះហើយនាងខ្ញុំក៏បានដាក់ជាមួយនឹងគល់ស្លឹកគ្រៃស្លឹកក្រូចរំដេងចូលបន្ថែមខ្ទឹមស1កាពឹស2កាពឹសទៀតមកហើយនាងខ្ញុំបានដាក់អំបិល1ចុងស្លាបព្រាបាយទឹកត្រី1ស្លាបព្រាបាយរួចហើយយើងដាក់សាច់មាន់ចូលយើងកូរបន្តិចគ្របទុករយៈពេល 3-4 នាទីមកបងប្អូនទាំងអស់គ្នាដើម្បីឲ្យសាច់មាន់របស់យើងពុះហើយសាច់មាន់ឡើងរៀងផុយបន្តិចឥឡូវនេះឃើញថាសម្លរបស់យើងពុះហើយនាងខ្ញុំក៏បានបើកមកឃើញពពុះដូចពពុះចេញផងរួចហើយនាងខ្ញុំបានដាក់ដុំស៊ុប1ដុំដាក់ដុំស៊ុបហើយនាងខ្ញុំបានដាក់ការ៉ុតចូលព្រោះថាការ៉ុតរៀងរឹងចឹងយើងដាក់មុនគេការ៉ុតចូលហើយនាងខ្ញុំគ្របទុក5នាទីដើម្បីឲ្យការ៉ុតរបស់យើងផុយបើកមកវិញឃើញថាការ៉ុតរបស់យើងផុយហើយបងប្អូនទាំងអស់គ្នានាងខ្ញុំបានកូរបន្តិចដាក់ជាមួយនឹងម្សៅស៊ុប1ចុងស្លាបព្រាបាយនិយាយថាម្នាក់ហ្នឹងឲ្យតែមានពពុះគឺថានៅអត់សុកមកចង់ទៅដួសចេញឲ្យអស់ទៅមែនតែនហ្មងស្ករស1ចុងស្លាបព្រាបាយចូលកូរបន្តិចនាងខ្ញុំដាក់ផ្សិតចំបើងចូលចំពោះផ្សិតចំបើងគឺយើងដាក់អត់យូរទេតែពពុះទេគឺយើងដាក់ចោលឲ្យបងប្អូនទាំងអស់គ្នាឥឡូវនេះនាងខ្ញុំបានគ្របទុកសិនដើម្បីឲ្យសម្លរបស់យើងពុះមកវិញឃើញថាសម្លរបស់យើងពុះហើយនាងខ្ញុំបានដាក់ម្ទេស3គ្រាប់ចូលបងប្អូនទាំងអស់គ្នាភ្លក់ផងបើសិនជាសម្លរបស់យើងគ្រឿងប៉ុណ្ណឹងល្មមហើយនាងខ្ញុំក៏បានដាក់ជាមួយនឹងជីចូលមករួចហើយបិទភ្លើងតែម្ដងឥឡូវនេះឃើញថាសម្លស្ងោរជ្រក់សាច់មាន់របស់យើងឆ្អិនហើយដួសដាក់ចានមកញ៉ាំជាមួយនឹងសម្លក្តៅក្តៅបាយក្តៅក្តៅបងប្អូនទាំងអស់គ្នាគឺថារសជាតិណា10លើ10ហ្មងបងប្អូនអាចសាកធ្វើញ៉ាំបាននាងខ្ញុំធានាលើរសជាតិគឺថាអត់ខកបំណងទេឆ្ងាញ់មែនតើទៅទិញគេដូរណាបងប្អូនទាំងអស់គ្នាព្រោះថាទៅទិញគេភាគច្រើនគេដាក់បន្លែទេគេដាក់តែសាច់ទេអញ្ចឹងយើងដាក់បន្លែទៅគឺថាញ៉ាំចំណេញមែនតើបានទាំងសាច់បានទាំងបន្លែណាបានធ្វើលឿនឆាប់បានញ៉ាំហើយឆ្ងាញ់គ្រឿងផ្សំតិចទៀតជាចុងក្រោយនេះខ្ញុំបានច្បាច់ក្រូចឆ្មាមួយចំណិតចូលបងប្អូនចូលចិត្តជូរខ្លាំងដាក់ឲ្យច្រើនមកមុខម្ហូបនេះទោះបីជាបងប្អូនរវល់ក៏អាចធ្វើសម្លក្តៅៗបានញ៉ាំដែរព្រោះថាលឿនអរគុណបងប្អូនដែលបានតាមដានវីដេអូនេះខ្ញុំតាំងពីដើមរហូតដល់ចប់